ពីការប៉ុណ្ណឹងគឺក្នុងវិសេសយើងចាំយើងចេះថ្ងៃព្រះភគវី7ប្រការសម្រាប់វន្តាវិសាខបូជារទាតែល្អទី1គឺថ្ងៃសុមេធបណ្ឌិតពោធិសត្វពិតមានរិទ្ធបវរចាប់ផ្ដើមទទួលព្រះពុទ្ធជាកលោកជាតិងាប់ញួរសាទរពេលក្រៃទី2គឺថ្ងៃព្រះអង្គប្រសូតអស្ចារ្យរហូតកណ្ដាលព្រឹកព្រៃកំណើតចុងក្រោយប្រកាសអត្ថន័យផុតចាកភពត្រៃលែងភ័យលែងព្រួយទី3គឺថ្ងៃព្រះស្រីមហាពោធិ៍ដកចេញលេចធ្លោពោពិតមានត្រួយថ្ងៃព្រះប្រសូតពោដកជាមួយជំនួយឲ្យចិត្តរឹងរិតជ្រះថ្លាទី4គឺថ្ងៃព្រះអង្គត្រាស់ដឹងថ្ងៃមានទីពឹងនៅក្នុងលោកាជាថ្ងៃព្រះពុទ្ធបរិសុទ្ធអស្ចារ្យពួកជនជ្រះថ្លាចិន្តាល្អស្អាតទី5គឺថ្ងៃទ្រង់ចូលនិព្វានថ្ងៃព្រះទ្រង់ញៀនមានពុទ្ធោវាទចុងក្រោយបំផុតគឺកុំប្រមាទអវាពិសិដ្ឋស្ថិតនៅជាគ្រូ6គឺថ្ងៃប្រជុំព្រះធាតុរាប់រយឆ្នាំទៀតតែមិនជាយូរព្រះធាតុទាំងអស់មកជុំគល់ពោទេចូលរំលាយរលត់ពុទ្ធសាសនា7គឺថ្ងៃដែលព្រះភគវីគ្រប់អង្គាព្រះអង្គបានត្រាស់នាំមកនៅសុខពិសេសខ្លាំងណាស់គ្រប់អង្គទ្រង់ត្រាស់ព្រះធម៌ទេសនាវិសាខបុណ្យមីថ្ងៃប្រពៃពិតយើងខ្ញុំមានចិត្តនឹងខឹងជ្រះថ្លាបង្គំវន្តាអង្គព្រះសាស្តាសូត្រធម៌ថ្វាយការបូជាប្រទីបជាលំពីនេះជាទីជ្រះថ្លាទីព្រះមេត្តាប្រសូតពុទ្ធថ្លៃអោជាលំពីនេះជាទីជ្រះថ្លាទីព្រះមេត្តាប្រសូតពុទ្ធថ្លៃបរមពុទ្ធិសត្វពោធិញាណយាយដឹកនាំសត្វថ្លៃចេញចាងទុក្ខាឱកាសៈអហង្ខ្ញុំតាំងវាចាខ្ញុំសូមថ្វាយផ្កាដល់ព្រះឈ្នះមាបុព្វគុលសក្ការៈបូជាកម្រងមាលាសំណុំបាច់ផ្កាទីបាលោកៈទីបៈបូជាគ្រប់អង្គគ្រប់គ្នាវន្តាជ្រះថ្លាបូជាប្រទីបពន្លឺភ្លឺថ្លាក្នុងដែនសីមាព្រះមហាគុណកតបូជាប្រធានប្រពោធិព្រឹកពុទ្ធរូបសន្ធឹកខ្ញុំនឹកលំអត់លំអោនអង្គកាយដោយចិត្តបរិសុទ្ធខ្ញុំសូមរួចផុតចាកពីអន្តរាយខាងក្រៅអន្តរាយខាងក្នុងអន្លង់ភក់ផុងកិលេសទាំងឡាយសូមឲ្យកិច្ចជះចាកចេញឲ្យឆ្ងាយសូមឆ្លងអបាយដល់សួគ៌គាលីសូមនៅទេវលោកបានស្ដាប់ទេសនាបង្គំចលាមនីចេតិយសូមបានលទ្ធផលសម្រាប់ជោគជ័យឆ្លងផុតភព3និព្វានសពងបុណ្យពិសាខបូជាថ្ងៃ15កើតពេញបរមីខែពិសាខជាថ្ងៃដែលពុទ្ធបរិស័ទខ្មែរប្រារព្ធធ្វើពិធីបុណ្យពិសាខបូជាយ៉ាងមហោឡារិកផងដែរនៅតាមទីអារាមនេះដើម្បីធ្វើឲ្យដំណើរជីវិតបានប្រព្រឹត្តទៅនៅក្នុងផ្លូវជាកុសលនិងជាផុតអំពើជាអកុសលទាំងឡាយតើពិធីបុណ្យពិសាខបូជាមានអត្ថន័យយ៉ាងណាបុណ្យពិសាខបូជាគឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនារាប់ថាជាពុទ្ធានុសរណកិច្ចដ៏សំខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធព្រះសមណគោតមបរមគ្រូមានថ្ងៃពេញបរមីគឺថ្ងៃ15កើតខែពិសាខដែលពុទ្ធសាសនិកទាំងប្រសង់ទាំងក្រហមតែធ្វើសក្ការៈប្រកបដោយជំនឿថា
ជាមហាកុសលដ៏ប្រសើរការដែលប្រកធ្វើពិធីបុណ្យវិសាខបូជានៅថ្ងៃ15កើតពេញបរមីខែវិសាខនេះអាស្រ័យដោយលោកអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាបានកំណត់ទុកនៅក្នុងគម្ពីរបឋមសម្ពោធិថាជាមហាមង្គលអភិលក្ខតកាគឺជាថ្ងៃមហាមង្គលត្រូវនៅថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូមួយទ្រង់ប្រសូតចាក់ឧត្តរមេត្តាថ្ងៃសុក្រពេញបរមីខែពិសាឆ្នាំចមុនពុទ្ធសករាជ80ឆ្នាំពីទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាតិថ្ងៃពុទ្ធពេញបរមីខែពិសាឆ្នាំរកាមុនពុទ្ធសករាជ45ឆ្នាំបីទ្រង់លុបខាងចូលកម្មបរិនិព្វានថ្ងៃអង្គារពេញបរមីខែពិសាឆ្នាំម្សាញ់គឺជាការចាប់ផ្ដើមនៃពុទ្ធសករាជសម្ដេចព្រះបរមសាស្ត្រាចារ្យរបស់យើងទ្រង់ប្រសូតត្រាស់ដឹងនិងបរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបរមីខែពិសាទាំងអស់ថ្លៃតែឆ្នាំប៉ុណ្ណោះព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងពាក្យថាទុកដូច្នោះថាអបលាបណ្ណាមុខកណ្ដោវិសាខេយេយៈនខមិវិសាខនមិសម្ពុទ្ធោវិសាខេបរិណិព្វរោសេចក្តីថាព្រះពុទ្ធយាងចុះកាន់ពណ៌នៃព្រះវរមេត្តាក្នុងថ្ងៃពេញបរមីខែអាសាឍទ្រង់ប្រសូតក្នុងថ្ងៃពេញបរមីខែពិសាត្រាស់ដឹងព្រះពុទ្ធក្នុងថ្ងៃពេញបរមីខែពិសានិងទ្រង់ចូលកាន់បរិនិព្វានក៏ជាថ្ងៃពេញបរមីខែពិសាផ្សេងតែឆ្នាំជាប្រពៃណីពិសាខបូជាគេតែងតែនាំគ្នាធ្វើនៅក្នុងវេលារាត្រីតម្រូវទៅតាមពាក្យថាបណ្ឌមីមានសេចក្តីថាខែពេញបរមីឬខែពេញបូណមីម្យ៉ាងទៀតការប្រារព្ធធ្វើពិធីក្នុងពេលរាត្រីអាស្រ័យដោយលក្ខណៈងាយស្រួលពីរយ៉ាងគឺម្យ៉ាងដើម្បីនឹងបានឱកាសឲ្យនៅគ្រឿងប្រតិស្ពានីបូជាភ្លើងអកេសនីឲ្យភ្លើងរុងរឿងរន្ទាលច្រាលច្អៅផងនិងម្យ៉ាងទៀតដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទបានជួបជុំគ្នាដោយច្រើនកកទាំងប្រុសទាំងស្រីអាចបំពេញនូវកុសលកម្មនេះដោយសប្បាយរីករាយក្នុងវិទ្ទំនេរផងពិធីបុណ្យវិសាខបូជាចាត់ទុកថាជាបុណ្យដ៏ធំដែលមហាជនប្រជាជនក្មេងចាស់ប្រុសស្រីនៅជួបជុំគ្នាអ៊ូអរដោយនាំគ្នាកាន់នៅគ្រឿងសក្ការៈបូជាមានទៀនធូបផ្កាញីនិងប្រតិស្ពានលាដូចធំដើម្បីឲ្យបំភ្លឺព្រមព្រៀងនៅគ្រប់អារាមនិយាយរួមការធ្វើបុណ្យវិសាខបូជាគឺដើម្បីរំលឹកដល់ថ្ងៃដែលព្រះមហាមង្គលអភិលក្ខតកាលទាំង3ដូចជាពោលខាងលើរីឯពិធីដែលធ្វើកំណត់ថាត្រឹមត្រូវគឺត្រូវមានការសម្ដែងរឿងពុទ្ធប្រវត្តិតាំងអំពីដើមរហូតដល់ចប់ដើម្បីជាគ្រឿងបណ្ដុះនៅប្រសាទព្រះសទ្ធាជ្រះថ្លាឲ្យកើតមានក្នុងគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃឲ្យខ្លាំងក្លាឡើងពិធីដែលប្រជាជនខ្មែរយើងខកធ្វើរួចហើយចាត់ទុកជាបែបដ៏ល្អនិងសមស្របទៅតាមប្រពៃណីពីបុរាណកាលមកប្រភពនៃកំណើតវិសាខបូជាតើប្រទេសណាជាអ្នកចាប់ផ្ដើមធ្វើបុណ្យវិសាខបូជាមុនគេតើប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើបុណ្យវិសាខបូជាត្រឹមពីពេលណាមកអស់លោកអ្នកបានប្រសពបរោះទាំងឡាយនៅពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រណិប័តព្រះពុទ្ធសាសនាទាំងឡាយបានជ្រាបជ្រាបអំពីលក្ខណៈកាលនិយមគឺថ្ងៃប្រសូតត្រាស់ដឹងនិងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធសុទ្ធតែនៅថ្ងៃពេញបរមីខែពិសាហើយក៏នាំគ្នាធ្វើពិសាខបូជាជារៀងរហូតតាំងអំពីបុរាណកាលមកតាមការស្រាវជ្រាវឃើញថាការធ្វើពិសាខបូជានេះ
ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីនោះទេគឺធ្វើក្រោយពេលដែលព្រះបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំបញ្ជាក់មន្តពិសាកម្ពុជាត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោកក្នុងនោះមានប្រទេសកម្ពុជាផងដែរតាំងពីឆ្នាំ2000មកម្ល៉េះចំណែកប្រទេសកម្ពុជាដែលមានព្រះពុទ្ធសាសនាបានប្រតិបត្តិឋានតាំងពីដំបូងហើយស្ថិតនៅជាប្រទេសដែលមានឥស្សរភាពជាយូរណាស់មកហើយតែបើតាមការស្រាវជ្រាវនិងពិនិត្យមើលនៅក្នុងរាជពង្សាវតារឬសេចក្តីកំណត់ដោយហេតុផ្សេងៗតាំងពីសម័យនគរភ្នំហ្វូណនរហូតមកដល់សម័យក្រុងលំវែកមិនប្រកបថាមានទំនៀមធ្វើពិសាបូជាឡើយតែបើយោងទៅតាមសេចក្តីថាព្រះពុទ្ធសាសនាលទ្ធិលង្កាបានផ្សាយចូលមកកម្ពុជារដ្ឋក្នុងសម័យមួយគ្រានាក្រុងសខោតីគោសនដ្ឋានបានថាមានទំនៀមធ្វើពិសាកម្ពុជារួចមកហើយដូចជាប្រទេសថៃដែរតែកម្ពុជាយើងពុំឃើញមានឯកសារផុសតាឬក៏មានដែរត្រូវរលាយសាបសូន្យអស់ទៅលុះចំណេះជាយូរលងមកនៅក្នុងសម័យក្រុងអយុធ្យាខាងថៃនិងក្នុងសម័យក្រុងលង្វែកខាងខ្មែរទំនៀមទម្លាប់ធ្វើពិសាកម្ពុជាត្រឡប់ជាសាបសូន្យទៅវិញដូចជាភិក្ខុចិនទាំងស្រុងព្រោះមិនប្រកបក្នុងឯកសារណាមួយថាបានធ្វើឡើយយ៉ាងនេះក៏ព្រោះហេតុអ្វីតាមការសន្និដ្ឋានបញ្ជាក់ឃើញថាមួយព្រះសង្ឃអំពីលង្កានោះផុតរលត់អស់ទៅពីរព្រោះរឿងបឋមសម្ពោធិថាស្ដីពីរឿងពុទ្ធប្រវត្តិពេលនោះមានតែភាសាបាលីហើយរត់រីក្នុងគម្ពីរកថាគេថាខ្លះក្នុងអត្ថកថាខ្លះពុំតាន់បានចងក្រងរូបបានប្រែរៀបរៀងភាសាសម្រាប់ជាតិទៅឡើយvì aiអ្នកស្រុកក៏ពុំទាន់បានជ្រុលជ្រាបជាទូទៅគ្រប់គ្នាមានតែប្រសង់ចេះភាសាបាលីទើបអាចទាំងបានខ្លះទ្រហេតុនោះហើយទើបពិធីបុណ្យភាសាកម្ពុជាត្រូវបានសាបសូន្យទៅវិញចំណែកក្រោយមកប្រទេសថៃនៅក្នុងសម័យក្រុងពេជ្របានកោះតាមសេចក្តីដែលមាននៅក្នុងសៀវភៅព្រះរាជពិធីសឹកសំឿនថាក្នុងរជ្ជកាលទី2ក្នុងឆ្នាំឆ្លូវនគរសាពុទ្ធសករាជ2360គ្រិស្តសករាជ1817ទើបមានកើតពិធីបុណ្យពិសាខបូជាដែលពេលនោះមានសម្ដេចព្រះសង្ឃរាជមេអង្គព្រះនាងមីនៅវត្តរាជបរណៈមកថ្វាយព្រះពរសូមឲ្យទ្រង់ធ្វើទើបមានកើតពិធីបុណ្យពិសាខបូជាដែលពេលនោះមានសម្ដេចព្រះសង្ឃរាជមេអង្គព្រះនាងមីនៅវត្តរាជបរណៈមកថ្វាយព្រះពរសូមឲ្យទ្រង់ធ្វើពិសាខបូជាដំបូងហើយរបៀបធ្វើពិធីប្រហាក់ប្រហែលគ្នានិងរបៀបធ្វើនៅក្នុងក្រុងសុខោតីប៉ុន្តែមិនសូវជាអត្ថកថាដូចគ្នានោះទេចំណែកនៅប្រទេសកម្ពុជាយើងវិញក្នុងសម័យជាមួយគ្នានោះប្រហែលជាមិនទាន់មានទំនៀមធ្វើនៅឡើយដោយហេតុថាការធ្វើពិសាកម្ពុជានៅប្រទេសថៃក្នុងជំនាន់នោះនៅមិនទាន់មានមាំមួននៅឡើយទាំងគម្ពីរបឋមសម្ពោធដែលសម្រាប់ប្រើប្រាស់ក្នុងការនោះក៏មិនទាន់មាននៅឡើយដែរហើយទំនងជាមិនទាន់បានស្រួលជ្រាបដល់ប្រជាជនខ្មែរផងឯគម្ពីរបឋមសម្ពោធជារឿងពុទ្ធប្រវត្តិដំណើររឿងចាប់ដើមតាំងពីព្រះអង្គចុះចាកឋានទេវលោកមកកំណើតកើតជាព្រះរាជបុត្រព្រះបាទសុទ្ធោទនៈនិងព្រះនាងមហាមាយាទេវីនៅក្នុងនគរកបិលភ័ណ្ឌក្នុងមជ្ឈិមប្រទេសរៀងដរាបដល់ទ្រង់បានតាស់ជាព្រះពុទ្ធនិមន្តប្រោសហើយស្ដេចទ្រង់រលត់ខណ្ឌចូលកាន់ទិន្នពានជាទីបំផុតគម្ពីរបឋមសម្ពោធនេះអ្នកប្រាជ្ញតែងឡើងសម្រាប់ប្រើប្រាស់ទេសនានៅក្នុងពិធីបុណ្យពិសាខបូជាព្រោះថាការដែលនាំយកនៅពុទ្ធប្រវត្តិរឿងនេះមកសម្ដែងដើម្បីជាភស្តុតាងបញ្ជាក់ឲ្យឃើញថា
បនពិសាកម្ពុជាឡើងមានប្រកបនោះគឺត្រឹមពេលកើតកម្ពីនេះឡើងកម្ពីនេះកើតមានប្រកបនៅក្នុងប្រទេសថៃក្នុងរាជព្រះបាទសម្ដេចព្រះនង្ហឡៅរាជការទី3ដំបូងហើយក្នុងចំនួននោះកម្ពីមាន2ប្រភេទគឺ1បឋមសម្ពោធិសង្ខេបមាន20បរិច្ឆេទមិនមានឈ្មោះអ្នកនិពន្ធប្រកបទេប្រហែលជានិពន្ធឡើងក្នុងរាជការទី2 2បឋមសម្ពោធិបថាជាភាសាមេកថាមាន20មុខខ្សែឬ30បរិច្ឆេទទាំងភាសាបាលីនិងសម្រាប់ព្រះបាទសម្ដេចព្រះនង្ហឡៅទ្រង់អារាធនាសម្ដេចក្រុងព្រះបរមរាជវាំងជានរោសង្ឃរាជនៅវត្តចេតពុនក្នុងក្រុងសេពឲ្យនិពន្ធឡើងសម្ដេចក្រុងព្រះអង្គនេះបានចូលរួមសេចក្តីចេញកម្ពីផ្សេងនិងនិពន្ធបន្ថែមឡើងក្នុងពុទ្ធសករាជ2387នៃគ្រិស្តសករាជ1845ចំណែកប្រទេសខ្មែរយើងក្នុងកម្ពីបឋមសម្ពោធិជាភាសាមេកថាមាន20មុខខ្សែឬ30បរិច្ឆេទកម្ពីសម្រាយមាន3បែបមួយហៅថាបឋមសម្ពោធិសង្ខេបឬថាធម្មត្រាមាន5-6ខ្សែឬមួយខ្សែចាស់ពរនីតាំងពីសេចក្តីព្រះអង្គចុះចាស់តាមប្រសិទ្ធមកចាប់បដិសន្ធិជាអរោះព្រះបាទសទ្ធោទនៈនិងព្រះនាងព្រះមហាវិហាររហូតមកត្រឹមព្រះអង្គចេញទ្រង់ព្រះនោះបានត្រាស់ជាព្រះពុទ្ធអត្ថបទនេះមិនដឹងជាអ្នកណាជាអ្នកនិពន្ធហើយនៅក្នុងពុទ្ធសាសនាណាទេតែបើតាមការសង្កេតមើលពាក្យពេចន៍ក្នុងកម្ពីនោះឃើញថាមិនជាចាស់ណានោះទេយូរណាស់ត្រឹមតែសម័យក្រុងឧតុង្គខាងដើមប៉ុណ្ណោះកម្ពីនេះគេប្រើប្រាស់សម្រាប់ទេសនាក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធរូបអង្គកម្ពីទី2ហៅថាបឋមសម្ពោធិបថាមាន30បរិច្ឆេទកម្ពីនេះមានសម្រាប់ព្រះមហាសូមេធាធិបតីព្រះសង្ឃរាជជនណាការនៅជាសង្ឃនាយកមានថេរដីកាថាមហាណាមហាគូនិងអាចារ្យស្នងឡានៅខេត្តបាត់ដំបងបានប្រែចេញពីបឋមសម្ពោធិបថារបស់សម្ដេចបរមនាថវិចិត្រនរោក្នុងសម័យព្រះយាថាថននៅប្រទេសកម្ពុជាបនពិសាកម្ពុជាតាមដែលចាស់ទុំអ្នកទៅការទាំងឡាយបានបណ្ដាតគ្នាឲ្យដឹងថាការចាប់តាមធ្វើរាជការព្រះបាទសម្ដេចព្រះហរិរសារាមាឥសរាធិបតីព្រះអង្គទូដែលគង់នៅក្នុងឧតុង្គជាដំបូងព្រោះថាក្នុងពុទ្ធសករាជ2397នៃគ្រិស្តសករាជ1854ទ្រង់ស្បរាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជាកម្ពីទី3ហៅថាសម្ពោធិកថាឬសម្ពោធិបថាលោកឯងដែលព្រះអនុនីបែបគង់នៅវត្តបទុមវតីក្នុងភ្នំពេញតែរៀបរៀងចេញស្របច្បាប់សម្ដេចព្រះសង្ឃរាជសារក្នុងរាជការព្រះបាទស៊ីតវ៉ាមាន30បរិច្ឆេទដូចច្បាប់ដែរកម្ពីនេះមានជាឯកបទសម្រាប់ទេសនាក្នុងភាសាកម្ពុជាក្នុងវត្តគណៈធម្មយុត្តិនិកាយទូទាំងប្រទេសខ្មែរការធ្វើភាសាកម្ពុជាក្នុងសម័យរាជការនោះប្រហែលជាមានធ្វើតែក្នុងក្រុងមិនទាន់បានផ្សព្វផ្សាយទៅគ្រប់វត្តអារាមឡើយហើយក៏មិនទាន់មានភាពអឡារឹកអធិកធមដូចសម័យកាលនេះដែរព្រះពុទ្ធសាសនិកប្រទេសថៃបានអះអាងថាប្រពៃណីភាសាកម្ពុជាដែលត្រឹមត្រូវតាមលក្ខណៈកើតមានឡើងតាំងពីរាជការទី4នៃព្រះរាជាអង្គជាអ្នកប្រាជ្ញក្នុងផ្លូវនៃព្រះពុទ្ធសាសនាទ្រង់ចេះកម្ពីបត្រៃបេឡង់ជ្រៅជ្រះទ្រង់បានផ្ដើមភាសាកម្ពុជាតាំងពីការទ្រង់នៅភ្នំនៅឡើយលោកដល់ទ្រង់ដាក់ព្រះភ្នំមកទទួលរាជសម្បត្តិក៏ទ្រង់នៅតែបន្តធ្វើភាសាកម្ពុជារៀងដរាបរហូតមកដល់សព្វថ្ងៃទ្រង់បញ្ជាឲ្យរៀបចំកម្ពីសម្រាប់ទេសនាក្នុងពិធីបុណ្យនេះដោយពោលអំពីខាងលើព្រះមហាក្សត្រគឺសម្ដេចព្រះសង្ឃគុណទ្រាធិបតីជាគណៈធម្មយុត្តិនិកាយក្រុងបាងកកអំពីព្រះបាទសម្ដេចព្រះចុងខ្លៅរាជការទី4បន្តក្រោយមក
មួយឆ្នាំក្នុងពុទ្ធសករាជ2398ព្រះមហាក្សត្រទើបនិមន្តមកអំពីក្រុងទេសព្រះបាទសម្ដេចព្រះហេរក្សាទ្រង់មានរាជហឫទ័យសមមនុស្សណាស់ហើយក៏និមន្តឲ្យគង់ជាចៅអធិការវត្តសាលាគូដែលហៅថាវត្តអំពិល3នៅក្រុងឧដុង្គតរៀងមកដោយហេតុថាព្រះមហាថេរអង្គនេះការដែលលោកគង់នៅទីក្រុងទេសធ្លាប់ធ្វើវិសាខបូជារួចមកហើយការគង់នៅប្រទេសខ្មែរព្រមទាំងបានធ្វើជាធំក្នុងគណៈធម្មយុត្តិនិកាយផងលោកក៏បានក្តាមធ្វើតាមសេចក្តីដែលធ្លាប់កន្លងមកប៉ុន្តែយើងពុំបានដឹងច្បាស់ថានៅពេលដំបូងនោះតើលោកចាប់ដើមក្នុងឆ្នាំណាសករាជប៉ុន្មាននោះទេព្រោះគ្មានឯកសារជាក់លាក់ជាក់ស្ដែងគ្រាន់តែមានសេចក្តីអះអាងអំពីអ្នកមុខអ្នកការទាំងឡាយថាព្រះអង្គជាមានធ្វើវិសាខបូជាតាំងពីនៅក្នុងពេលដែលលោកគង់នៅស្រុកឧដុង្គមកម្ល៉េះលោកដល់ពេលលោកមកគង់នៅវត្តបទុមវស្រីក្រុងភ្នំពេញក្នុងពុទ្ធសករាជ2408ក៏បានប្រារព្ធធ្វើវិសាខបូជារហូតអស់ព្រះជន្មពិធីបុណ្យវិសាខបូជាត្រូវបានផ្សព្វផ្សាយទូទៅគ្រប់វត្តធម្មយុត្តិនិកាយជាប់ទៅនាមត្រឡប់រហូតមកចំណែកខាងវត្តមហានិកាយទើបមានធ្វើនៅក្នុងក្រុងភ្នំពេញក្នុងរាជការព្រះស៊ីសវ័តតាមសម្ដេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជជណាកាលនៅជាព្រះសង្ឃនាយកដំណើរថាក្នុងឆ្នាំនោះលោកគ្រូវណ្ណរតច័ន្ទគង់នៅវត្តឧណ្ណាឡោមបាននិមន្តក្រុងទេសឃើញព្រះសង្ឃនៅក្រុងនោះទាំងគណៈធម្មយុត្តិនិកាយទាំងគណៈមហានិកាយធ្វើវិសាខបូជាក៏កើតនៅសេចក្តីជ្រះថ្លាពេលនិមន្តត្រឡប់មកវិញបានបង្គំទូលសម្ដេចព្រះមហាសង្ឃរាជព្រះនាមទៀងសូមឲ្យធ្វើវិសាខបូជាសម្ដេចព្រះមហាសង្ឃរាជទៀងក៏ទ្រង់សេរីអនុញ្ញាតតាមសំណុំពរទើបវិសាខបូជាត្រូវបានធ្វើបន្តរហូតមកដល់សព្វថ្ងៃនេះប៉ុន្តែពេលនោះក៏ពុំទាន់បានធ្វើនៅគ្រប់វត្តទៅឡើយតាមឯកសារបានសរសេរអំពីគុណសម្បត្តិរបស់សម្ដេចព្រះថេរដែលជាអ្នកប្រតិបត្តិធ្វើវិសាខបូជាឡើងដំបូងរាជាអង្គនេះទ្រង់ធ្លាប់គង់នៅក្នុងក្រុងទេសបន្តនិងទ្រង់ធ្លាប់បានសាងគុកនៅទីនោះទ្រង់បានសិក្សានៅព្រះបរិយត្តិធម៌ជួនជាគម្ពីរទឹកត្រៃបិដកជ្រៅជ្រះនៅពេលដែលទ្រង់បានឡើងសោយសម្បត្តិក៏ទ្រង់ធ្វើពិធីបុណ្យតាមដែលទ្រង់ធ្លាប់បានជ្រាបជ្រាបនិងធ្លាប់បានឃើញ